បាទគ្រប់ជំរាបសួរបងប្អូនអរគ្នាដោយក្តីនឹករលឹកជំរាបសួររាជបាទមកពីទីក្រុង Lowell សហរដ្ឋអាមេរិកបាទផ្ញើសួរសុខទុក្ខបងប្អូនយើងនៅនាយសមុទ្រទាំងអស់គ្នាផងបាទទាំងនៅក្នុងស្រុកទាំងក្រៅស្រុកសប្តាហ៍មុនខ្ញុំអត់បាន live តែសប្តាហ៍នេះយើង live វិញសប្តាហ៍មុនព្រោះរវល់ហើយណាមួយសុខភាពមិនសូវអំណោយផលនៅផ្ដាសាយបាទផ្ដាសាយទំជាដែរតែឥឡូវមិនទាន់ស្រួលសង្ស័យ COVID កូអីឥឡូវឃើញផ្ទុះ COVID មកទៀតហើយបាទឃើញក្រសួងសុខាភិបាលគាត់ចេញសេចក្តីណែនាំពមៀនបាទហើយបង្កើនការប្រុងប្រយ័ត្នទៅលើការឆ្លងថ្មីនៃមេរោគ COVID បំលែងខ្លួនថ្មីណាមកទៀតហើយបងប្អូនបាទអញ្ចឹងប្រយ័ត្នប្រយែងអស់គ្នាខ្ញុំអាទិត្យមុននេះអត់ស្រួលខ្លួនបាទវាឡើង slash នៅកហ្នឹងហើយឈឺក្បាលបាទជាងសង្ស័យ COVID កូអីដែរយើងអត់បានតេស្តមើលបាទតែឥឡូវតែផ្ដាសាយធំចេញ COVID អស់ហើយបាទលេងជំងឺផ្ដាសាយធំវាអស់ហើយទៅជា COVID អស់ឥឡូវនេះបាទគាត់ថាយើងប្រយ័ត្នប្រយែងទៅបាទឥឡូវគេលេងបិទលេងអីប៉ុន្តែយើងគួរតែប្រយ័ត្នប្រយែងទៅព្រោះសុខភាពរៀងៗខ្លួនបាទអញ្ចឹងសប្តាហ៍នេះខ្ញុំនៅអត់ទាន់ស្រួលកប្រហែលបាទអញ្ចឹងសប្តាហ៍នេះយើងវិលមកជួបគ្នាវិញហើយយើងសរុបរឿង Champions League ព្រោះ Champions League បញ្ចប់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់តាំងពីសប្តាហ៍មុនហើយនិយាយរឿងនៅក្នុង League មួយចំនួនតែចិត្តបិទរដូវកាលហើយនឹងពាក់ព័ន្ធទៅនឹងទីផ្សាររដូវកីឡាករដែលកំពុងតែចិត្តបើកទ្វារវិញហើយក្លឹបធំជាច្រើនបានដើរមុខសញ្ញាកីឡាករដែលពួកគេចង់បាននឹងរួចរាល់ដែរបាទថាដោយការក្រោយគេត្រូវទិញអ្នកណាទិញកីឡាករនៅតំបន់ណាអញ្ចឹងដើម្បីយកមកពង្រឹងក្លឹបរបស់ពួកគេបន្តទៀតនៅដោយការក្រោយបាទនេះវាជាធម្មជាតិនៃបាល់ទាត់ក្លឹបហើយបាទព្រោះចុងដោយកាលក្រុមនីមួយក្រុមខ្លះសេតទៅក្រុមខ្លះក៏សប្បាយទៅលើកពានឈ្នះពាននេះពាននោះអញ្ចឹងទៅបាទក្រុមខ្លះទៀតក៏ដឹងខ្លួនឯងថាកម្រិតណាឆ្នាំក្រោយត្រូវធ្វើការកែតម្រង់ទៅលើតំបន់ណាខ្លះនៃក្លឹបរបស់ខ្លួនហ្នឹងដូចជាការពារអ្នកចាំទីបម្រើឬក៏ប្រយុទ្ធជាទូទៅទោះបីជាក្លឹបហ្នឹងលេងបានលេខ1ក៏ដោយបាទបានពានច្រើនក៏ដោយបាទការទិញដូរកីឡាករនៅតែមានចឹងបាទមិនមែនថាឈ្នះពានមិនបាច់ទិញកីឡាករអត់ក៏ទិញតិចហើយទិញច្រើនតែប៉ុណ្្នឹងបាទនឹងនៅតែមានចឹងបងប្អូនក៏សួរថាបងក្លឹបខ្ញុំមានតែទិញកីឡាកររឿងទិញចេះទិញហើយបាទអត់មាននឹងអត់ទិញទេកម្រខ្ញុំកម្រឃើញក្លឹបណាមួយដែលរដូវកាលថ្មីមកដល់អត់ទិញកីឡាករណាអត់មានសឹងតែអត់មានបាទចង់និយាយចឹងបើក្លឹបទូចតាចនៅមុំនៅលីកខាងក្រោមហ្នឹងក៏ទិញដូរក៏ក្រែងដែរបាទមានលីភូមួយលីភូរដូវកាលមុនទិញបានមួយបាទបាន2តែមួយឲ្យទៅក្រុមចាស់គេខ្ចីជើងសិនហ្នឹងគឺអ្នកចាំទី Mamada Swisley ហើយមួយទៀតហ្នឹងគឺទិញបាននេះហ្នឹងបាទទិញបាន Federico Chiesa បាទអញ្ចឹងថាទិញវាមានទិញតិចហើយនឹងទិញច្រើនបាទវុទ្ធវត្តបាទសួស្តីប៊ុនហាយសួស្តីសគុណសួស្តីបាទសុភ័ក្រ PSG តំណងអត់បងជុកធឿនសួស្តីណាគឹមបាទសួស្តីបងប្អូនយើងទាំងអស់គ្នាដែលបាន say hello ទាំងនេះបាទលីភូក៏នឹងនិយាយដែរបងប្អូនបាទតិចទៀតឥឡូវឆ្លើយនឹងសំណួររបស់សុភ័ក្រមួយសិនសុភ័ក្រហើយនឹងដួងឧត្តមក៏ថាខ្ញុំគិតថា PSG ហើយសេងអ៊ីមជាងដៃរតនគិរីសុំធ្វើ fan PSG ហើយឆ្នាំហ្នឹងហើយនឹងសុភ័ក្រក៏ថា PSG តំណងអត់បងណាអញ្ចឹងយើងចាប់ផ្ដើមពីរឿង Champions League មុនទៅចុះចំណាប់អារម្មណ៍របស់ខ្ញុំបន្ទាប់ពីចប់ការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ទៅដោយរកឃើញពីក្រុមឡើងទៅវគ្គផ្ដាច់ព្រាត់
គឺ Inter Milan ជាមួយនឹង PSG នឹងឡើងជួបគ្នាវគ្គប្រាច់ព្រាត់ក្រុមដែលខ្ញុំរើសយក3ក្រុមហ្នឹងទៅអស់ហើយបាទទៅអស់ហើយមាន Arsenal ក៏ទៅបាទតែគាត់ថាបានវគ្គពាក់កណ្ដាលប្រាច់ព្រាត់ដែរបាទ Bis នឹងដាច់ព្រាត់បាសេក៏ទៅនៅសល់2ក្រុមវគ្គពាក់កណ្ដាលប្រាច់ព្រាត់អត់មានបានមួយទៅទាំងពីរហើយបើជួបគ្នា PSG ជួបបាសេជួប Arsenal ទៅបែរនៅមួយ Liverpool ទៅតាំងពីវគ្គ16ក្រុមអញ្ចឹងទៅអស់ហើយ3ក្រុមដែលខ្ញុំគាត់ថានឹងអាចលើកពានហ្នឹងអញ្ចឹងមកដល់ម៉ោងនេះក្រុមខ្ញុំទូទាយគឺអស់ហើយនៅសល់តែក្រុមអត់បានទូទាយប៉ុន្តែសម្រាប់ក្រុមដែលខ្ញុំមិនបានរើសយកមកដល់ពេលនេះសល់ Inter ជាមួយ PSG ខ្ញុំគិតថា PSG តាមចិត្តខ្ញុំគឺខ្ញុំចង់ឲ្យ PSG លើកពាន Champions League ដូចខ្ញុំតែងតែនិយាយរឿយៗហេតុផលដែលចង់ឲ្យ PSG លើកពាន Champions League គឺដោយសារតែ PSG គ្នាអត់ដែលបានឈ្នះពីនេះទេតាំងពីក្រុមហ៊ុន Qatar Investment ដែលគ្រប់គ្រងដោយមហាសេដ្ឋី Qatar លោក Nasser Al-Khelaifi ជាអ្នកដឹកនាំជាម្ចាស់ក្លឹបហ្នឹងចាយលុយអស់ច្រើនណាស់មកលើក្លឹបបាល់ទាត់ PSG បំណងប្រាថ្នាតែមួយគត់គឺចង់នាំ PSG ឲ្យឈ្នះពាន Champions League បានម្ដងប៉ុន្តែតាំងពីពេលគាត់ឡើងកាន់មកដល់ពេលនេះអត់ដែលបានឈ្នះទេធ្លាប់តែវគ្គផ្ដាច់ព្រាត់ហើយនឹងពាក់កណ្ដាលផ្ដាច់ព្រាត់ធ្លាប់ប៉ះនឹង Bayern វគ្គផ្ដាច់ព្រាត់ម្ដងក៏បាត់ពានទៅចំណងហ្នឹងមានន័យម៉ាមានន័យហ្នឹងដែរហើយចាញ់ Bayern ថ្ងៃពេលហ្នឹងណាបាទឥឡូវឡើងផ្ដាច់ព្រាត់ទៀតហើយឆ្នាំនេះគឺជួបមួយ Inter Milan ខ្ញុំបញ្ជាក់ជូនថាខ្ញុំចិត្តខ្ញុំចង់ឲ្យ PSG លើកពានម្ដងបាទដោយការចាយលុយច្រើនពេកបាទអញ្ចឹងយើងក៏បានសប្បាយភ្នែកនឹងការទស្សនា PSG លេងជាមួយនឹងធនធានកីឡាករល្អដែលទោះបីយើងមិនមែនអ្នកគ្រប់គ្រង PSG ក៏ដោយប៉ុន្តែយើងបាន enjoy បាទបានរីករាយជាមួយនឹងបាល់ទាត់មួយដែលសម្បូរបែបទៅដោយកីឡាករល្អនៅក្នុងក្លឹបមួយហើយមិនមែនគ្រប់ក្លឹបចេះតែមានលុយទិញមកបានទេបាទអញ្ចឹង PSG នេះគឺក្លឹបធំមកប្រាំងមួយបាទអញ្ចឹងយើងអរគុណគាត់ទៅដែលគាត់បានបង្កើតក្លឹបបាន take over ក្លឹបនឹងហើយបានចំណាយលុយទិញយក talented player បាទ world class player ជាច្រើនយកមកដាក់បញ្ចូលគ្នាឲ្យយើងសប្បាយភ្នែកមើលទោះបីយើងមិនមែនអ្នកគ្រប់គ្រង real fan របស់ PSG ក៏ដោយអញ្ចឹងដល់ម៉ោងនេះខ្ញុំក៏ជឿថាមានបងប្អូនខ្លះក៏មិន fan PSG ដែរហើយក៏មានអ្នកខ្លះ fan PSG ព្រោះខ្ញុំឃើញនៅក្នុងស្រុកខ្មែរយើងមានfan page របស់ PSG Cambodia ដែរបាទជាងគាត់ថា PSG fan ក៏មានមិនច្រើនប្រហែលដែរបាទតែខ្ញុំជូនពរឲ្យ PSG លើកពាន Champions League ដោយសារហេតុផលខ្ញុំលើកឡើងមិញបាទប៉ុន្តែអ្វីដែលខ្ញុំបារម្ភបាទអ្វីដែលខ្ញុំបារម្ភគឺបារម្ភអំពីបារមីយើងនិយាយបារមីយើងចុះព្រោះពាក្យបារមីនេះដូចពេញនិយមមែនតើណាបាទតែបារមីបងប្អូនកុំជឿអីខ្ញុំនិយាយលេងទេបាទគ្មានបារមីអីទេបាទគឺយើងប្រឹងប្រែងប៉ុន្តែយើងបានប៉ុណ្ណឹងបារមីជួយបានតែមនុស្សប្រឹងដែរទេបាទមនុស្សយើងអ្នកណាដែលអត់ប្រឹងយើងទៅបារមីអីទៅជួយកើតរាល់ថ្ងៃហ្នឹងគឺយើងធ្វើអីក៏ដោយក៏ប្រើកម្លាំងសតិសម្បញ្ញៈនិងកម្លាំងបញ្ញារបស់យើងទាំងអស់ទើបយើងអាចសម្រេចការងារឲ្យបានមិនពឹងទៅលើបារមីទេតែខ្ញុំប្រើពាក្យបារមីនៅទីនេះគឺរបៀបថាឲ្យយើងស្រួលយល់បន្តិចខ្ញុំខ្លាចបារមីរបស់ក្រុម Inter Milan បាទចិត្តចង់ឲ្យ PSG លើកពាន Champions League ប៉ុន្តែខ្លាចបារម្ភបំផុតគឺបារមីរបស់ Inter ដោយសារអីបងប្អូន Inter ជាក្លឹបធ្លាប់ឈ្នះពាន Champions League ណាអញ្ចឹងដូចខ្ញុំតែងតែនិយាយថាក្រុមដែលធ្លាប់ឈ្នះពានគឺមានសង្ឃឹមក្នុងការឈ្នះទៀតបាទមានភាគរយច្រើនជាងក្រុមដែលមិនធ្លាប់ឈ្នះរឿង Champions League នេះមួយបាទណារឿង Champions League នេះមួយគឺក្រុមដែលធ្លាប់ឈ្នះគឺមានភាគរយច្រើនបាទនៅក្នុងការឈ្នះទៀតបាទហ្នឹងខ្ញុំនិយាយពីបារមីហ្នឹងគឺកន្លែងហ្នឹងឯងបាទមិនមែនបារមីស្អីទេបាទគឺបារមីហ្នឹងគឺរឿងហ្នឹងឯងបាទបើ Champions League យើងឃើញPSG អត់ដែរឈ្នះទេបាទ Inter គឺលើកពាន Champions League ហ្នឹង3ដងហើយឆ្នាំ1963 64 65ហើយនឹងចុងក្រោយឆ្នាំ2009 2010ដែលពេលនោះគឺលោក Jose Mourinho ជាគ្រូបង្វឹករបស់ Inter ហើយកាលនោះល្បីល្បាញខ្លាំងគាត់ទៅក្នុង Inter គាត់លើកពាន3ក្នុងមួយរដូវកាលហ្នឹងបាទ Italy Serie A Champions League ហើយនិង Coppa Italy
bà cả nó lên trong đây bây giờ thế đó cho nên bây giờ này việc lại pro chẳng Inter Milan ní cứ cả lố thọp cho nên Champions League chứ mà nhưng mà ròm thà PSG bởi những việc thiệp mùi Inter tới PSG tùm rung lên lo chuyện Inter đó PSG lên tùm rung lo chuyện Inter PSG tùm lẹ Aston Villa PSG tùm lẹ Liverpool PSG tùm lẹ Arsenal môn là một căn việc tại pro này bà này tha tranh bị pu mà PSG cũng tích cầm rồi ông lấy chào tông và chẳng mền lên lung từ trên Arsenal hay trên Liverpool bán tê và tùm rung PSG là ở đây chip set bầm rá phải dốt nâng phải dốt khang lơ vào PSG năm đi một nè Dembele Kvaratskhelia và Barcola ông ôn một nè và tụi bay chỉ chương ti mua chương ti pi nhưng khơi hai đằng nhẹ trăm ti Donnarumma và chúng nói khăng rồi bỏ PSG cứ cái này này nhẹ trăm ti hai đằng sai phải dốt bầm rá là mồm om kê om ai nhỉ và tại phải dốt hai đằng nhẹ trăm ti khăng mình tên mà Donnarumma nhưng mà sai quá ngày lên chương ti pi mà Arsenal nó có Arsenal tuột sầm bài đấy nè mong bồn và Arsenal tranh thẩm viện đi phụ kê ban trăng prai ở bị lạt tập hiệp hỏi ba tuột cài tại vì sầm tập hiệp tới cứ bằng vẹn lơ sầm nàng ngay và lạc kỳ hiệp sầm nàng ngay men Arsenal on tê Arsenal có khang đây mong bồn tôi mơ lên chắc đằng này và mơ lên chắc đằng Arsenal có khang đây và bao sút tràn này tại Donnarumma chui ban tràn nè và sạch bao Arsenal tranh của cái ở tàu đấy vừa lên là Barcelona còn chẳng Inter ban Jan Sommer nè trăm tí chui ban tràn hay đằng sai Capia Francesco Acerbi với sam sample cho năm John Summer chui sừng cua bao đỏ cua nặng đài Barce bốc đòi giảm mal phong ấy phong tuột tại John Summer có chui ban là hột chẳng hai ní cứ chia ba là mấy ở Inter và thiệp khăn bỏ Inter được lại đi và chẳng Inter lang mà đi tầm lẹ Barca bàn tay còn là Barca tranh mình ở trận này của cái đơn thật phách bao cái lên là o trên Inter ban nè trăm ti là o vô mà vậy là o hay là lớn lang bắt pro nó tiền John Sommer tiền bà John Sommer tiền Donnarumma rất là nè trăm ti cùng pool save và super save sầm nhập trong từng pi lang mà đo vẹn bắt pro này được nhiều John Sommer chui bao đỏ cột nặng rồi bỏ Barca bốc sọt này ai Donnarumma nhưng khơi chui bao đá bốc sọt đau Arsenal giống như chắc anh vậy tha Arsenal hay nâng Barca kia nhẹ trăm ti kia là và cái chui bàn và giống tranh những cái ở chất đây lên phần năng hay nè control auto thao poor form lên cái cái tranh và chúng tôi bằng mình internet slow tí và chẳng trong vậy thà ca tranh như là bo trong bà C hay là trong Arsenal kia có bị off chất đây lên và phân nâng hai mình trên kia có bị off chất đây sạch bao sự cọt là bây giờ dương là off con hỏi à vậy đa nơi và to bị nó cứ hiệp cái hai thà sầm nàng này và giống mà dương off sầm nàng thế dương toát cái châu cái màu với cái toát châu nó chẳng và bạch bật tô ấy thì không nhóm on nhưng mà tô sạch ba Arsenal nâng bà xe lên on hay không nhóm comment South Side để bàn rước trong pi đi trong chấm nào trong đặc nhóm rước bay nâng hỏi lực pin này tụi bay tranh lẹ vậy đi còn nhưng mưa tới ca lên bỏ phụ cái lên chất lên chất và lên là chất chẳng PSG cái đói Inter cái đói lại mà chụp kia có xạ xong họ phụ cái này cứ trong đài min trăm tỷ lọ rồi kia chẳng bàn đi được nhầm vậy chẳng nhầm khai đồng phốt cứ khai Inter đài miền ba là mấy phu chiếm PSG được trong Champions League tại phần năng thế bờ sạch báo priệp thiệp tới cứ PSG lên tùm rung lò chiếng Inter chạy sẽ đại và PSG tùm rung lên một số chiếng Inter chẳng bà phải pro bóng ôn sẽ lạnh crom ná control crom nó tới nhầm nhóm một loại nhóm còn là nhóm ở đó nhóm control PSG được pin của Inter top score pin hơi và Inter top score pin hơi chẳng nói PSG đón tới